Sau khi overនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាទៅជាមួយនឹងអីវ៉ាន់ដែលមាននៅក្នុងប្រអប់របស់ Doma A90 Ultra Mini អញ្ចឹងតាទៅមើលជាមួយខ្ញុំបងប្អូនអូខេអានេះគឺជាថាសដែលជាប់នៅជាមួយនឹង station របស់វាកន្លែងដែល robot ត្រូវឡើងទៅលើអានេះគេដាក់ណែនាំទៅជាមួយនឹងការប្រើប្រាស់ទៅជាមួយនឹងការដាក់ទឹកអីអញ្ចឹងគឺមានទាំងអស់ក្នុងហ្នឹងអញ្ចឹងអានេះគឺជា robot របស់វាអានេះ robot ទុកមកលេខសិនទៅយើងលើ station នេះអូខេហ្នឹងគឺជា station របស់វាតែបានខាងក្រោមវាហ្នឹងគឺវាមានជាមួយនឹងសភៅDoma A90 Ultra ទៅជាមួយនឹងការប្រើប្រាស់អីផ្សេងៗហ្នឹងហើយវាមានជាមួយនឹង brush នេះមួយអា brush នេះយើងអាចសម្អាតនៅ robot បាននៅក្នុង robot ដូចជាសក់ដូចជាអីចឹងណាដោយសារតែកន្លែង brush នេះវាមានជាមួយនឹងកូនកបាច់ទូចកន្លែងនេះឃើញអត់អ្នកគ្នាឥឡូវឃើញកូនកបាច់ទូចនេះហ្នឹងហើយអញ្ចឹងនៅក្នុងប្រអប់វាមានមកជាមួយនឹង robot មួយហើយក៏មាន station ដែរនេះគឺជា station របស់វាតែម្ដងចឹងនៅក្នុង station នេះគឺវាមានជាមួយនឹងធុងទឹកមានធុងទឹកស្អាតមានធុងទឹកកខ្វក់អញ្ចឹងទឹកស្អាតទឹកខ្វក់យើងអាចមើលបានគេបែងចែកហើយអានេះទឹកស្អាតអានេះទឹកកខ្វក់ហើយនេះគឺជា station ចឹងនៅធុងកន្លែងនេះគឺជាធុងសម្រាប់របស់វាតែម្ដងយើងអាចមើលសញ្ញានេះបានយើងអាចគោះវាបានណានេះអូខេអានេះគឺជាធុងសម្រាប់របស់វាធំផ្ទុកសម្រាប់អញ្ចឹងនេះគឺជាខ្សែភ្លើងរបស់វាអូខេនេះអីខ្សែភ្លើងអានេះគឺជាម៉ប់នេះគឺជាម៉ប់របស់វាអានេះអញ្ចឹងទៅជាមួយនឹងអីវ៉ាន់ដែលមាននៅក្នុងប្រអប់របស់ Doma A90 Ultra មួយនេះគឺវាមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនគ្នាមានចង់ឲ្យទៅជាមួយនឹងការប្រើប្រាស់អាច comment នៅខាងក្រោមបានកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយបាយ